រាល់ព្រឹកមានមនុស្សរាប់លាននាក់ភ្ញាក់ពីគេងពួកគេទៅធ្វើការរលលុយចំណាយលុយហើយរងចាំថ្ងៃស្អែកថ្ងៃមួយក្លាយជាមួយសប្តាហ៍មួយក្លាយជាមួយឆ្នាំហើយឆ្នាំមួយក្លាយជាមួយជីវិតមានមនុស្សជាច្រើនមិនដែលហ៊ានបរាជ័យទេប៉ុន្តែពួកគេក៏មិនដែលរស់នៅតាមជីវិតដែលខ្លួនប្រាថ្នាដែរថ្ងៃនេះខ្ញុំមិនចង់សួរបងប្អូនថាតើអ្នកចង់ជោគជ័យទេព្រោះខ្ញុំជឿថាមនុស្សគ្រប់គ្នាចង់ជោគជ័យខ្ញុំចង់សួរសំណួរមួយដែលពិបាកជាងនេះតើអ្នកកំពុងរស់នៅតាមផែនការឬកំពុងរស់នៅតាមភាពចៃដន្យសូមគិតមួយភ្លែតបើថ្ងៃនេះមានអ្នកសួរអ្នកថាតើជីវិតរបស់អ្នកនឹងទៅដល់ទីណាក្នុងរយៈពេល10ឆ្នាំខាងមុខតើអ្នកអាចឆ្លើយបានទេខ្ញុំធ្លាប់ជួបមនុស្សពីរនាក់អ្នកទាំងពីរមានអាយុប្រហាក់ប្រហែលគ្នាចាប់ផ្ដើមធ្វើការនៅឆ្នាំដូចគ្នាទទួលប្រាក់ខែប្រហាក់ប្រហែលគ្នាហើយខិតខំមិនខុសគ្នាប៉ុន្មានទេ10ឆ្នាំក្រោយម្នាក់ក្លាយជាអ្នកដឹកនាំមានសេរីភាពហិរញ្ញវត្ថុមានពេលវេលាសម្រាប់ក្រុមគ្រួសារចំណែកម្នាក់ទៀតនៅតែសួរខ្លួនឯងថាហើយអ្វីជីវិតខ្ញុំមិនសូវផ្លាស់ប្ដូរសោះថ្ងៃនោះខ្ញុំចាប់ផ្ដើមសួរខ្លួនឯងថាតើភាពខុសគ្នាស្ថិតនៅត្រង់ណាមនុស្សជាច្រើនគិតថាចម្លើយគឺលុយសំណាងឬបញ្ញាប៉ុន្តែនៅពេលខ្ញុំសិក្សា Management Accounting ខ្ញុំបានរកឃើញគំនិតមួយដែលធ្វើឲ្យខ្ញុំឈប់គិតបែបនោះខ្ញុំបានរកឃើញថាអង្គការជោគជ័យអង្គភាពជោគជ័យមិនដែលដឹកនាំដោយសំណាងទេពួកគេដឹកនាំដោយការគិតការវិភាគនិងការរៀបចំផែនការហើយពេលនោះសំណួរមួយបានកើតឡើងក្នុងចិត្តខ្ញុំថាបើក្រុមហ៊ុនមួយត្រូវការផែនការដើម្បីជោគជ័យហើយអ្វីជីវិតរបស់យើងមិនត្រូវការផែនការដែរយើងរៀបចំផែនការសម្រាប់ក្រុមហ៊ុនសម្រាប់គម្រោងសម្រាប់ការវិនិយោគប៉ុន្តែយើងកម្ររៀបចំផែនការសម្រាប់ជីវិតរបស់ខ្លួនឯងណាស់ហើយនេះប្រហែលជាភាពខុសគ្នាធំបំផុតរវាងអ្នកដែលរស់នៅតាមភាពចៃដន្យនិងអ្នកដែលរចនាជីវិតដោយខ្លួនឯងនៅក្នុងវីដេអូនេះខ្ញុំនឹងមិនប្រាប់អ្នកថាធ្វើដូចម្តេចដើម្បីក្លាយជាមហាសេដ្ឋីក្នុងរយៈពេលខ្លីទេខ្ញុំក៏មិនមានរូបមន្តវេទមន្តណាមួយដែរប៉ុន្តែខ្ញុំនឹងចែករំលែករបៀបគិតមួយរបៀបគិតដែលអង្គភាពជោគជ័យប្រើហើយយើងអាចយកវាមករចនាជីវិតរបស់យើងបានខ្ញុំហៅ framework នោះថា Life Success Planning Process វាមិនមែនជារូបមន្តនៃសំណាងទេវាគឺជារបៀបគិតមុនពេលធ្វើការសម្រេចចិត្តដូច្នេះខ្ញុំសូមអញ្ជើញបងប្អូនកុំមើលវីដេអូនេះដូចជាមេរៀនមួយសូមមើលវាថាដូចជាកញ្ចក់មួយកញ្ចក់ដែលឆ្លុះបញ្ចាំងឲ្យយើងឃើញថាយើងកំពុងឈរនៅទីណាយើងចង់ទៅដល់ទីណាហើយយើងគួរចាប់ផ្ដើមពីកន្លែងណាបើនៅចុងវីដេអូបងប្អូនបានផ្លាស់ប្ដូរយ៉ាងហោចណាស់របៀបគិតមួយនោះមានន័យថាខ្ញុំមិនតាន់បានបំពេញគោលបំណងនៃវីដេអូនេះទេដូច្នេះចូលចាប់ផ្ដើមមិនមែនដោយសារការសរសេរគោលដៅភ្លាមទេព្រោះគ្មានស្ថាបត្យករណាម្នាក់ចាប់ផ្ដើមសាងសង់ផ្ទះដោយមិនសិក្សាដីជាមុនឡើយហើយគ្មានអ្នកដឹកនាំណាម្នាក់
ចាប់ផ្ដើមដំណើរដោយមិនដឹងថាខ្លួនកំពុងឈរនៅទីណាដែរចូលចាប់ផ្ដើមពីគ្រឹះ